ព័ត៌មានសង្គមសិល្បៈបាទអញ្ចឹងនិយាយអំពីតារាស្រីទាំងនេះក្រៅពីមានសម្រស់ស្រស់ស្អាតហើយថែមទាំងមានក្បាលពោះរាបស្មើទៀតបាទអញ្ចឹងចង់ដឹងតើជាតារារូបណាសូមរីករាយទស្សនាមើលទាំងអស់គ្នាបាទអញ្ចឹងនេះគឺជារូបភាពបាទកញ្ញាទឹមរដ្ឋាដែលមានក្បាលពោះរាបស្មើបាទឯទី2គឺកញ្ញាម៉ាក់សានសូនីតាបាទពិតជាស្រស់ស្អាតជាមួយនឹងបាទដងខ្លួនបាទនឹងកញ្ញាដូចលីនដាបាទពិតជាស្រស់ស្អាតជាមួយបាទនឹងកញ្ញាដួងម៉ានិចបាទអញ្ចឹងពិតជាស្រស់ស្អាតនឹងអ្នកនាងបាទប៊ីរិយាគាត់មានកូនហើយនៅតែក្បាលពោះស្រស់ស្អាតដដែលនឹងកញ្ញាណេតបាទសុចារិយាបាទគឺស្រស់ស្អាតជាមួយនឹងបាទនឹងមកកញ្ញាវលៈបាទអញ្ចឹងពិតជាស្រស់ស្អាតជាមួយនឹងក្បាលពោះបាទអញ្ចឹងរីករាយទស្សនាស្ដាប់ទាំងអស់គ្នាបាទអញ្ចឹងភ្នំពេញសម្រស់ស្រស់ស្អាតគឺជារឿងសំខាន់បំផុតដែលនារីគ្រប់រូបប្រាថ្នាចង់បាននៅក្នុងជីវិតរបស់ខ្លួននៅក្នុងនោះដែរក្រៅពីមុខមាត់ស្អាតបាទមានស្នាមញញឹមពោពេញទៅដោយមន្តស្នេហ៍គួរជាទីតាក់ទាញមានរូបរាងស្វែលបាទគ្មានក្បាលពោះធ្លាក់យាក៏ជាផ្នែកមួយរឹតតែសំខាន់ផងដែររបស់នារីដែលមិនខ្វះមិនអាចបានជាក់ស្ដែងតារាស្រីល្បីៗនៅក្នុងស្រុកទាំងនេះគឺមានទាំងសម្រស់ស្រស់ស្អាតថែមទាំងមានរូបរាងសាឡូនស្អាតដោយមានក្បាលពោះរាបស្មើគួរឲ្យច្រណែនទៀតផងបាទទាំងនេះគឺជាសុទ្ធសឹងដែលបានមកដោយការតែខំប្រឹងប្រែងហាត់ប្រាណត្រង់បរិវេណបាទក្បាលពោះយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃព្រោះជារៀងរឿយមិនថានៅលើ Facebook ឬនៅក្នុង Instagram ក្តីជាក់ស្ដែងតែអ្នកឃើញតារាស្រីរូបនេះបាទទៅហាត់ប្រាណជាញឹកញាប់បាទនេះគឺជារូបភាពបាទតារាប្រទេសកម្ពុជារបស់យើងដែលគាត់បង្ហាញអំពីក្បាលពោះដែលមានរាងស្វែលបាទពិតជាធ្វើឲ្យបរោះគឺមានការចាប់អារម្មណ៍ចំពោះនឹងក្បាលពោះដ៏ស្រស់ស្អាតចំពោះគាត់បាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដានព័ត៌មានមួយនេះនិយាយអំពីថនលក្ខណៈបាទអញ្ចឹងប្លែកភ្នែកទៀតហើយបានកញ្ញាបានទៅបាទគឺតាមខេត្តបាទអញ្ចឹងពិតជាស្រស់ស្អាតជាមួយនឹងថនលក្ខណៈបាទបង្អួតសម្រស់នៅមណ្ឌលគិរីបាទនៅមណ្ឌលគិរីតារាសម្ដែងជាពិធីការនីវ័យក្មេងសម្លេងពីរោះកញ្ញាថនលក្ខណៈបង្អួចសម្រស់បាទនៅក្នុងខេត្តមណ្ឌលគិរីនេះបើតាមគណនី Facebook ជាផ្លូវការរបស់កញ្ញាបានបង្ហោះការពីថ្មីនេះជាមួយនឹងរូបភាពជាច្រើនសន្លឹកក្រមុំខេត្តកោះកុងរូបនេះបានបញ្ចេញនៅមុខញញឹមស្រស់អមនឹងធម្មជាតិផងនោះធ្វើឲ្យរូបភាពរបស់កញ្ញាមួយណាក៏ស្អាតនិងទាក់ទាញដែរតោះអញ្ចឹងយើងទៅទស្សនាមើលរូបភាពទាំងអស់គ្នាបាទនេះគឺជារូបភាពបាទកញ្ញាថនលក្ខណៈបាទពិតជាស្រស់ស្អាតជាមួយនឹងទេសភាពនៅមណ្ឌលគិរីនេះបាទចឹងគាត់ពិតជាទៅដើរលេងមករំហាយកាយជាមួយនឹងនៅមណ្ឌលគិរីបាទពិតជាស្រស់ស្អាតបាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដានព័ត៌មានមួយនេះបាទរី Subscribe Comment ដើម្បីទទួលព័ត៌មានច្រៀងរាល់ថ្ងៃបាទសូមបញ្ចប់ត្រឹមនេះ